បញ្ហាប្រឈមដែលកសិករតែងជួបប្រទះសពថ្ងៃមានដូចជាមួយប្រាក់ចំណូលគ្រួសារមិនស្ថិតស្ថេរពីកាកសំណល់បន្លែនិងលាមកសត្វមិនត្រូវបានប្រើប្រាស់ឡើងវិញ3ដើមទុនចំណាយច្រើន4គ្រួសារពឹងផ្អែកលើការទិញម្ហូបអាហារពីខាងក្រៅបញ្ហាដែលបានរៀបរាប់ខាងលើតែងតែកើតឡើងទៅលើកសិករដែលដាំដំណាំឬចិញ្ចឹមសត្វតែមួយមុខតើធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាទាំងនោះដូច្នេះជាគំនិតគឺស្វែងរកប្រព័ន្ធផលិតកម្មដែលអាចទាញយកអត្ថប្រយោជន៍ពីដីកសិកម្មដើម្បីកាត់បន្ថយហានិភ័យផលិតកម្មកាត់បន្ថយការពឹងផ្អែកលើដើមទុនធាតុចូលនិងទិញម្ហូបអាហារពីខាងក្រៅកាកសំណល់រុក្ខជាតិនិងលាមកសត្វគឺជាអនុផលនៃសកម្មភាពផលិតកម្មដែលប្រើប្រាស់ជាប្រយោជន៍ដល់វិស័យកសិកម្មនិងបង្កើនផលិតភាពនិងប្រាក់ចំណូលប្រព័ន្ធផលិតកម្មនោះគឺជាប្រព័ន្ធកសិកម្មចម្រុះគោលបំណងសំខាន់នៃប្រព័ន្ធកសិកម្មចម្រុះគឺធានាប្រាក់ចំណូលមានស្ថិរភាពកាត់បន្ថយការពឹងផ្អែកលើដើមទុនធំនិងម្ហូបអាហារពីខាងក្រៅការសន្សំទុនបង្កើនប្រាក់ចំណូលពីដីកសិកម្មដូចក៏មានការកើនឡើងនូវធនធានធម្មជាតិដ៏បរិបូរណ៍កាត់បន្ថយការខូចខាតបរិស្ថានដែលអាចឲ្យកសិករមានឯករាជ្យក្នុងជីវភាពរស់នៅប្រចាំថ្ងៃឥឡូវយើងមកស្វែងយល់ទាំងអស់គ្នាថាអ្វីទៅជាប្រព័ន្ធកសិកម្មចម្រុះការធ្វើកសិកម្មចម្រុះគឺជាគោលការណ៍មួយក្នុងការគ្រប់គ្រងដីធ្លីនិងទឹកដើម្បីឲ្យការធ្វើកសិកម្មខ្នាតតូចទទួលបានអត្ថប្រយោជន៍ជាអត្ថបរមាជាមួយនឹងគោលការណ៍សេដ្ឋកិច្ចពេញលេញការគ្រប់គ្រងតំបន់ត្រូវបានបែងចែកជា4ផ្នែកគឺ30 និង10ដូចខាងក្រោមផ្នែកទី1គឺជីកស្រះដើម្បីស្តុកទឹកប្រហែល30%នៃផ្ទៃដីត្រូវបានជីកស្រះដើម្បីស្តុកទឹកទុកដែលអាចប្រើប្រាស់បានពេញមួយឆ្នាំដោយប្រមូលទឹកភ្លៀងនៅរដូវវស្សាហើយប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ការស្រោចស្រពដំណាំនៅរដូវបន្ថែមលើនេះទៀតយើងអាចប្រើសម្រាប់ចិញ្ចឹមត្រីនិងដាំរុក្ខជាតិក្នុងទឹកផ្នែកទី2ធ្វើស្រែប្រហែល30%នៃផ្ទៃដីទុកសម្រាប់ធ្វើស្រែនៅរដូវវស្សាប្រើជាអាហារប្រចាំថ្ងៃសម្រាប់គ្រួសារពេញមួយឆ្នាំដោយមិនចាំបាច់ទិញពីផ្សារដើម្បីកាត់បន្ថយថ្លៃដើមនិងស្វ័យភាពផ្នែកទី3ដាំដើមឈើហូបផ្លែនិងបន្លែប្រហែល30%នៃផ្ទៃដីត្រូវបានដាំដោយដើមឈើហូបផ្លែដើមឈើដែលមានអាយុច្រើនឆ្នាំដំណាំបន្លែឱសថនិងប្រភេទផ្សេងនៃពួកវានៅក្នុងតំបន់ដូចគ្នាដែលប្រើជាអាហារប្រចាំថ្ងៃនិងអាចលក់នៅទីផ្សារបានផ្នែកទី4លំនៅឋានប្រហែល10%នៃផ្ទៃដីត្រូវបានប្រើប្រាស់សម្រាប់លំនៅឋានរោងសត្វចិញ្ចឹមផ្លូវទំនប់ទឹកកន្លែងបណ្ដុះកូនឈើឃ្លាំងស្តុកផលិតផលកសិកម្មប្រព័ន្ធកសិកម្មចម្រុះជាទម្រង់នៃប្រព័ន្ធកសិកម្មដែលរួមបញ្ចូលប្រតិបត្តិការពីរឬច្រើននៅក្នុងដីតែមួយហើយសកម្មភាពទាំងនេះនឹងផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងមធ្យោបាយមួយឬផ្សេងទៀតដូច្នេះប្រព័ន្ធកសិកម្មមាននិរន្តរភាពនាំមកនូវអត្ថប្រយោជន៍និងបង្កើនប្រាក់ចំណេញដល់ប្រជាកសិករជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការចំណាយពេលរបស់អ្នក